លោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុជាតិត្បូងឃ្មុំ FM 88 MHz លំដាប់តទៅនេះសូមជូនព័ត៌មានខ្លីឯកឧត្តមប៉ែនកុសលដឹកនាំក្រុមការងារចុះពិនិត្យទីទួលសុវត្ថិភាព5ទីតាំងក្នុងឃុំទន្លេបាត់ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយខេត្តត្បូងឃ្មុំព្រឹកថ្ងៃអាទិត្យទី23ខែសីហាឆ្នាំ2026ឯកឧត្តមប៉ែនកុសលអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានដឹកនាំក្រុមការងារជំនាញមកពីមន្ទីរអង្គភាពពាក់ព័ន្ធព្រមទាំងអាជ្ញាធរមូលដ្ឋានចូលពិនិត្យស្ថានភាពទីទួលសុវត្ថិភាពចំនួន5ទីតាំងក្នុងឃុំទន្លេបាត់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំការចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងនៃឱកាសនោះរួមមានទីតាំងទី1ទួលវត្តសវណ្ណម៉ាលីស្ថិតក្នុងភូមិយាយសទីតាំងទី2ទួលអុកញ៉ាអានម៉ាឌីស្ថិតក្នុងភូមិទន្លេបាត់ទីតាំងទី3ទួលអុកញ៉ាវ៉ាន់ប៊ុនថៃស្ថិតក្នុងភូមិទន្លេបាត់ទីតាំងទី4ទួលបេងស្ថិតក្នុងភូមិអំពិលជ្រុំទីតាំងទី5គុលស្ពានទួលខ្សាច់ស្ថិតក្នុងភូមិទួលខ្សាច់ក្នុងឱកាសចុះពិនិត្យនោះឯកឧត្តមប៉ែនកុសលបានជំរុញនិងណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាននិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានរួចរាល់ជានិច្ចទាំងកម្លាំងអន្តរាគមន៍និងមធ្យោបាយសង្គ្រោះដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាប្រសិនបើមានហេតុការណ៍គ្រោះមហន្តរាយឬទឹកជំនន់កើតឡើងជាយថាហេតុឯកឧត្តមអភិបាលខេត្តក៏បានមានប្រសាសន៍បញ្ជាក់ថាសុវត្ថិភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋគឺជាអាទិភាពចម្បងបំផុតយើងត្រូវរៀបចំទីទួលសុវត្ថិភាពទាំងនេះឲ្យមានសណ្ដាប់ធ្នាប់ធានាឲ្យបាននូវប្រព័ន្ធទឹកស្អាតបង្គន់អនាម័យអគ្គិសនីឬភ្លើងបំភ្លឺនិងកន្លែងស្នាក់នៅសមរម្យជាពិសេសត្រូវយកចិត្តទុកដាក់លើការផ្គត់ផ្គង់ស្បៀងអាហារនិងការថែទាំសុខភាពបឋមជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវជម្លៀសមកកាន់ទីនេះជាមួយគ្នានេះឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់តាមដានព័ត៌មានព្យាករណ៍អាកាសធាតុឲ្យបានចប់លាប់និងត្រូវមើលថែកូនចៅតូចៗឲ្យបានល្អជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលមើលមិនឃើញក្នុងអំឡុងពេលមានទឹកជំនន់ព័ត៌មានខ្លីដែលលោកអ្នកនាងបានស្ដាប់ពីវិទ្យុជាតិត្បូងឃ្មុំនៅពេលនេះសូមចប់តែប៉ុណ្ណេះលោកអ្នកនាងរងចាំតាមដានស្ដាប់ព័ត៌មានខ្លីរបស់វិទ្យុយើងនៅពេលក្រោយជាបន្តទៀតសូមអរគុណ